ពីព្រោះតែស្ត្រីម្នាក់នេះកំពុងតែបាត់បង់កំហឹងដូច្នេះនៅក្នុងពេលកំពុងឆុងទឹកដោះឲ្យកូនស្រីអាយុ1 ខួបរបស់នាងបានច្រឡំចាក់ទឹកពុះក្តៅគគុកចំទៅលើផ្ទៃមុខរបស់កូនស្រីនាងតែម្ដងនាងមានជំងឺភ្នែកប៉ុន្តែគ្មានលទ្ធភាពបង់ថ្លៃវះកាត់ឡើយហើយកំហឹងរបស់នាងក៏កាន់តែដុនដាបទៅពីមួយថ្ងៃទៅមួយថ្ងៃនាងដឹងថាការដែលទុកកូនស្រីឲ្យរស់នៅក្បែរខ្លួនគឺមានគ្រោះថ្នាក់ខ្លាំងណាស់ដូច្នេះហើយនៅពេលដែលក្មេងស្រីនោះមានអាយុ2 ខួបនាងបានយកកូនទៅទម្លាក់ចោលនៅខាងក្រោមអគារស្នាក់នៅរបស់លោកយាយនាងបាននិយាយកុហកក្មេងស្រីទូចនោះថានាងត្រូវធ្វើដំណើរទៅធ្វើការងារនៅឆ្ងាយហើយបានសន្យាថានឹងត្រឡប់មកវិញក្នុងពេលឆាប់នាងបានឈរមើលក្មេងស្រីដ៏ទូចលឿននោះអូវ៉ាលីដ៏ធ្ងន់ឡើងទៅខាងលើបន្ទាប់មកនាងក៏បានងាកក្រោយដើរចេញទៅចាប់ពីថ្ងៃនោះមកក្មេងស្រីនោះមិនដែលបានជួបម្ដាយរបស់នាងម្ដងទៀតឡើយលោកយាយរបស់នាងបានក្លាយជាសមាជិកគ្រួសារតែម្នាក់គត់លោកយាយស្រឡាញ់នាងខ្លាំងណាស់ហើយបានចិញ្ចឹមបីបាច់នាងឲ្យក្លាយជាក្មេងស្រីដ៏ឆ្លាតវៃនិងមានភាពរីករាយក្មេងស្រីម្នាក់នោះមានឈ្មោះថាសៀវយ៉ានាងមានភាពចាស់ទុំខ្លាំងលើពីអាយុរបស់នាងទទួលបានពិន្ទុល្អៗនៅសាលារៀនហើយភ្លាមនៅពេលដែលនាងពេញវ័យនាងបានចាប់ផ្ដើមធ្វើការងារក្រោយម៉ោងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់លោកយាយនាងមិនថាការងារហត់នឿយខ្លាំងកម្រិតណាក៏ដោយនាងតែងតែត្រឡប់មកផ្ទះវិញនិងរាំលេងឲ្យលោកយាយរបស់នាងមើលជារៀងរាល់ថ្ងៃការច្រៀងនិងការរាំគឺជាចំណង់ចំណូលចិត្តដ៏ធំបំផុតនៅក្នុងជីវិតរបស់សៀវយ៉ាថ្ងៃមួយនៅក្នុងពេលកំពុងសម្ដែងនៅដងផ្លូវនាងទៅបានគេចាប់អារម្មណ៍និងតាក់ទងដោយភ្នាក់ងារស្វែងរកអ្នកមានដុំមកពីក្រុមហ៊ុនកំសាន្តមួយសៀវយ៉ាបានក្លាយជាសិស្សហាត់ការម្នាក់ដោយសារតែដុំពីកំណើតនិងការខិតខំប្រឹងប្រែងធ្វើការងារយ៉ាងឆ្កួតលីលើរបស់នាងបានឡើងកូដយ៉ាងរហ័សរហូតក្លាយជាសិស្សហាត់ការលំដាប់កំពូលរបស់ផលិតកម្មនាងតាមទាំងបានសាងក្រុមអ្នកគាំទ្រផ្ទាល់ខ្លួនបន្តិចបន្តួចហើយបានក្លាយជាបេក្ខជនម្នាក់ដែលមានឱកាសខ្ពស់បំផុតនៃការបង្ហាញខ្លួនជាផ្លូវការប៉ុន្តែចំពេលដែលនាងចិត្តទទួលបានភាពជោគជ័យទៅហើយនាងស្រាប់តែធ្លាក់ពីលើអគារមួយរួចក៏បានស្លាប់បាត់បង់ជីវិតទៅពីព្រោះតែរឿងរ៉ាវក្តីស្រមៃដែលមិនទាន់បានសម្រេចវិញ្ញាណក្ខន្ធរបស់នាងត្រូវបានជាប់ឃុំនៅក្នុងការិយាល័យច្បាប់មួយនៅក្នុងតំបន់តាមពិតទៅការិយាល័យច្បាប់មួយនេះធ្លាប់ជាកន្លែងសម្រាប់ហៅប្រលីងខ្មោចមុនមេធាវីដែលគ្រប់គ្រងការិយាល័យនោះមានឈ្មោះថាអឺឡាំងគេមានសមត្ថភាពអាចមើលឃើញខ្មោចបានទោះបីជាពេលខ្លះប្រលីងទាំងនោះនៅតែធ្វើឲ្យគេភ័យខ្លាចក៏ដោយគេធ្លាប់បានជួយប្រលីងដទៃទៀតនៅក្នុងការតស៊ូក្តីតាមផ្លូវច្បាប់មកមុនហើយដូច្នេះគេហាក់ដូចជាស៊ាំទៅនឹងរឿងនេះបាត់ទៅហើយគេដឹងថាមានតែខ្មោចដែលស្លាប់ដោយភាពអយុត្តិធម៌ប៉ុណ្ណោះទើបមកស្វែងរកជំនួយពីគេហើយមានតែការវែកញែករកការពិតនៅពីក្រោយការស្លាប់របស់ក្មេងស្រីម្នាក់នេះទេទើបអាចធ្វើឲ្យនាងរកឃើញភាពសុខសាន្តនិងទៅចាប់ជាថ្មីបានប៉ុន្តែវាមានបញ្ហាមួយចាប់តាំងពីស្លាប់មកក្មេងស្រីនោះបានភ្លេចរូបអតីតកាលរបស់ខ្លួនទាំងអស់ហើយតើឲ្យគេទៅស៊ើបអង្កេតតាមរបៀបណាបើទោះបីជារូបភាពមួយសន្លឹកក៏អត់ឡាំងគឺជាមនុស្សម្នាក់គត់ដែលឲ្យមើលឃើញថានាងមានរូបរាងបែបណាប៉ុន្តែជំនាញគូររូបរបស់គេគឺពិតជាអន់ខ្លាំងណាស់ក្មេងស្រីម្នាក់នោះបានរកឃើញដំណោះស្រាយដ៏ឆ្លាតមួយនាងបានលួចក្បាលរបស់នាងទម្លុះតបឡើងទីខាងក្រោមដែលបណ្ដោយឲ្យឡាំងគូវះតាមទម្រង់ភាពមុខរបស់នាងមួយឡើងវិធីសាស្ត្រនេះពិតជាទទួលបានផលយ៉ាងអស្ចារ្យរូបគំនូរដ៏សមរម្យមួយរបស់ក្មេងស្រីនោះបានធ្វើចេញយ៉ាងរហ័សបណ្ដាដឹងថាខ្មោចស្រីនេះចូលចិត្តការរាំឡាំងបានយកវីដេអូឬរូបគំនូរនោះទៅកាន់ស្ទូឌីយោនាំផ្សេងដើម្បីសាកសួរព័ត៌មានប៉ុន្តែគ្មានអ្នកណាស្គាល់ក្មេងស្រីម្នាក់នេះឡើយរហូតទាល់តែមកដល់យប់នេះទៅស្រាប់តែឡាំងបានប្រទះឃើញក្មេងស្រីនោះនៅលើកញ្ចក់ទូរទស្សន៍